បាទជំរាបសួរអ្នកនរគ្នាអញ្ចឹងសម្រាប់អ្នកនរគ្នាដែលគាត់ប្រើប្រាស់នៅលើ Windows 11ហើយអត់ទាន់ចេះក្នុងការដាក់តាំងជំនួសរូបភាពមិនថារូបភាពរបស់បងប្អូនឬក៏អ្នកនរគ្នាចង់បានរូបភាពស្អាតៗយកមកតាំងនៅក្នុង laptop របស់អ្នកនរគ្នាអាចទស្សនាវីដេអូនេះដល់ចប់ដើម្បីទទួលបាននូវការចេះដាក់ទាំងអស់គ្នាអូខេអញ្ចឹងមុននឹងឈានដល់វីដេអូអ្នកនរគ្នាកុំភ្លេចជួយចុច like share ម្នាក់មួយដើម្បីទទួលបានវីដេអូនិងចំណេះដឹងផ្សេងៗទៀតអូខេអញ្ចឹងអ្នកនរគ្នាមកដល់ laptop ហើយអ្នកនរគ្នាគ្រាន់តែមានជាមួយនឹងអ៊ីនធឺណិតមួយខ្ញុំនឹងបង្ហាញអ្នកនរគ្នាទៅយកនៅរូបភាពស្អាតៗមកតាំងនៅក្នុង laptop របស់អ្នកគ្នាដោយ free ហើយច្បាស់ល្អ Full HD ទៀតអូខេដើម្បីទទួលបាននូវរូបភាពស្អាតៗអ្នកនរគ្នាគ្រាន់តែប្រើជាមួយនឹងកម្មវិធីរបស់អ៊ីនធឺណិតណាមួយមិនថា Google Chrome ឬក៏ Firefox អីទេអ្នកនរគ្នាចូលបានដូចគ្នាបាទអញ្ចឹងខ្ញុំប្រើជាមួយនឹង Google Chrome អញ្ចឹងដើម្បីចូលបានអ្នកនរគ្នាទីមួយអ្នកនរគ្នា search អ្វីដែលអ្នកនរគ្នាចង់បានសិនឧទាហរណ៍ថាខ្ញុំប្រើជាមួយនឹងប្រភេទ laptop ណាមួយចឹងខ្ញុំចង់បានរូបភាព laptop ហ្នឹងយកមកតាំងឲ្យស្អាតអ្នកនរគ្នាគ្រាន់តែវាយឧទាហរណ៍ខ្ញុំប្រើជាមួយនឹងប្រភេទ Lenovo អ្នកនរគ្នាវាយ Lenovo ហើយវាយចុងក្រោយគឺ Wallpaper អញ្ចឹងវានឹងចេញមកហើយបាទមកដល់ត្រង់ចំណុចនេះអ្នកនរគ្នាចូលកន្លែងរូបភាពបាទ photo បាទវានឹងshowបង្ហាញជាមួយនឹងរូបភាពស្អាតៗជាច្រើនដែលអ្នកនរគ្នាអាចយកមកតាំងបានដោយ free ហើយច្បាស់ល្អទៀតហើយចេញពីក្រុមហ៊ុនតែម្ដងនេះបងប្អូនចេញពីក្រុមហ៊ុនរបស់ Lenovo តែម្ដងហើយបើអ្នកនរគ្នាប្រើជាមួយនឹងម៉ាស់ស្អាយWallpaper អញ្ចឹងទៅអ្នកនរគ្នាវាយតែប៉ុណ្ណឹងទៅវានឹងចេញមកហើយបាទអញ្ចឹងអ្នកនរគ្នាចូលកន្លែងរូបភាពចឹងវានឹងបង្ហាញឲ្យសុទ្ធសឹងតែជារូបភាពស្អាតៗខ្លាំងមែនទែនអ្នកនរគ្នាគឺស្អាតៗតែម្ដងបាទមួយស្អែកហ្នឹងបាទអ្នកនរគ្នាស្រឡាញ់ពេញចិត្តមួយណាអ្នកនរគ្នា save បានហើយដើម្បី save បានអ្នកនរគ្នាកុំភ្លេចមើលវីដេអូនេះដល់ចប់បាទដើម្បី save យករូបភាពស្អាតៗឧទាហរណ៍ខ្ញុំប្រើជាមួយនឹងDell អញ្ចឹងទៅបាទ Dell Wallpaper អញ្ចឹងទៅអ្នកនរគ្នាវាយតែប៉ុណ្ណឹងទៅហើយ Enter មកហើយចូលកន្លែងរូបភាពបាទអញ្ចឹង Dell Lenovo Asus HP Acer អីទៅគឺវាមានដូចគ្នាទាំងអស់បាទគឺសុទ្ធសឹងតែស្អាតៗបាទអញ្ចឹងតែខ្ញុំASUS មួយទៀតបាទ ASUS Wallpaper អូខេ ASUS Wallpaper អូខេអូខេអញ្ចឹងអ្នកនរគ្នាចូលរូបភាពវានឹងសូននេះបងប្អូនស្អាតៗតែម្ដងបាទ style AMN តែម្ដងអ្នកនរគ្នាយកមកតាំងមកលេងនៅលើ desktop អ្នកនរគ្នាឲ្យលយមើលទៅគួរឲ្យចង់ប្រើ laptop តែម្ដងអូខេ ចឹងដើម្បីយើងដោនឡូតនៅរូបភាពហ្នឹងបានអ្នកនរគ្នាឧទាហរណ៍ខ្ញុំឈប់ខ្ញុំសុំមើលរូបភាពnàyស្អាតមួយបាទអូខេវាចំណងរូបភាពមួយនេះបាទដល់កន្លែងនេះអ្នកនរគ្នាចាំឲ្យវាដើរឲ្យច្បាស់សិនចាំដោនឡូតបើអញ្ចឹងទេគឺយើងដោនឡូតទៅក៏វាអត់ច្បាស់ដែរអូខេខ្ញុំយករូបនេះចុះបាទរូបនេះវាច្បាស់បាទអញ្ចឹងអ្នកនរគ្នាគ្រាន់តែ mouse ស្ដាំនៅលើរូបភាពមួយហ្នឹងចេញជា mouse ស្ដាំមួយអ្នកនរគ្នាស្គរ mouse អ្នកនរគ្នាចូលមកក្រោមវានឹងឃើញគេដាក់ save image as អញ្ចឹងអ្នកនរគ្នាគ្រាន់តែចុចកន្លែងហ្នឹងមួយគឺវានឹងធ្វើការ download រូបភាពហ្នឹងដោយអូតូតែម្ដងអញ្ចឹងអ្នកនរគ្នារើស folder ណាដែលអ្នកនរគ្នាចង់ទុកទៅឧទាហរណ៍ខ្ញុំដាក់នៅលើ desktop ហើយកន្លែងនេះយើងអាចដាក់ឈ្មោះអីក៏បានដែរតែមិនបាច់ទេហើយ file យើង save ជាបាទ pic អញ្ចឹងអ្នកនរគ្នាចុច save បាទអញ្ចឹងរូបភាពហ្នឹងគឺនឹងបាន download ចូលទៅកាន់laptop របស់អ្នកគ្នាដោយ free ហើយអត់មានបញ្ហាទេអូខេអញ្ចឹងដើម្បីដល់កន្លែងហ្នឹងបានអញ្ចឹងដើម្បីយើងតាំងបានអញ្ចឹងដើម្បីតាំងបានអ្នកនរគ្នាចង់តាំងរូបហ្នឹងក៏បានតាំងរូបផ្សេងអីក៏បានដែរឲ្យចាយជាទំហំ Full HD អ្នកនរគ្នាអាចតាំងបានដូចគ្នាបាទអញ្ចឹងក្នុងយើងដើម្បីតាំងបានខ្ញុំចុច mouse ស្ដាំលើហ្នឹងមួយមកដល់កន្លែងនេះអ្នកនរគ្នាចុច mouse ស្ដាំវានឹងឃើញហើយបាទសម្រាប់Windows 11គឺវានឹងសូបង្ហាញនៅខាងលើតែម្ដងគេដាក់ set as desktop background អញ្ចឹងអ្នកនរគ្នាគ្រាន់តែចុចកន្លែងហ្នឹងមួយវានឹងធ្វើការតាំងរូបភាពឲ្យអ្នកនរគ្នាគឺបានដោយអូតូម៉ាទិកតែម្ដងអញ្ចឹងចុចបកមកបាទអូខេនេះគឺបានតាំងរួចហើយបាទហើយរូបភាពគឺច្បាស់ល្អខ្លាំងមែនទែនហើយអ្នកនរគ្នាស្រឡាញ់រូបភាពណាយកមកតាំងបានដូចគ្នាមិនថារូបរបស់អ្នកនរគ្នាទេគឺយើងអាចតាំងបានដូចគ្នាតែម្ដងបាទអាហ្នឹងតែខ្ញុំតាំងរូបហ្នឹងហើយខ្ញុំចង់ទៅយករូបផ្សេងតាំងក៏បានដែរបាទផ្សេងអីក៏បានដែរបាទអញ្ចឹងខ្ញុំសូមឲ្យអ្នកនរគ្នាមួយទៀតបាទឲ្យកាន់តែច្បាស់ទៅយករូបនេះ
ហើយអ្នកនរគ្នាចុចមកស្ដាំហើយយក Save Image As អញ្ចឹងមកដល់កន្លែងនេះយើងឧទាហរណ៍ខ្ញុំដាក់នៅលើ desktop បាទខ្ញុំដាក់លើ desktop ហើយអ្នកនរគ្នានឹងឃើញហើយរូបហ្នឹងគឺអ្នកនរគ្នាគ្រាន់តែ mouse ស្ដាំលើរូបហ្នឹងហើយអ្នកនរគ្នាត្រូវការចុចSet as Desktop Background នឹងធ្វើការប្រើប្រាស់បានហើយនេះយើងអាចតាំងបានហើយអូខេអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបើអ្នកនរគ្នាចង់បានចំណេះដឹងផ្សេងៗទៀតអាច comment ខាងក្រោមបានហើយបញ្ជាក់ក្នុងការវីដេអូនេះគឺអ្នកនរគ្នាអាចធ្វើមួយៗបានទៅតាមវីដេអូហើយបើមានបញ្ហាអីឬក៏តាំងអត់បានអីទេអាច comment ខាងក្រោមបានខ្ញុំនឹងធ្វើការតាក់ទងទៅអូខេអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេកុំភ្លេច like share subscribe ណាមួយដើម្បីទទួលបានវីដេអូនិងចំណេះដឹងផ្សេងៗទៀតពីរូបខ្ញុំបាទអូខេអរគុណបាយបាយ